ក៏មកឲ្យបានទូពីចិនប៉ុន្តែអត់ដឹងធ្វើមិនអត់ចេះចិនអត់មាន account Alipay មកចាំខ្ញុំប្រាប់លេខកំងដែលចំណេញហ៊ានកំងឲ្យហើយចិត្តដល់11ហើយដែលជា biggest sale របស់ Taobao ហ្មងនៅក្នុង sale ហ្នឹងគឺមានបានបញ្ចុះតម្លៃច្រើនខ្លាំងមែនតើហើយបើអ្នកទាំងអស់គ្នាធ្វើតាមវិធីនេះនឹងបញ្ចុះតម្លៃ$6ជារៀងរាល់ថ្ងៃបន្ថែមពីលើនឹងទៀតដំបូងយើងចូលទៅក្នុង app Taobao បើអ្នកទាំងអស់គ្នាចង់ដូរភាសាអង់គ្លេសក៏បានដែរប៉ុន្តែខ្ញុំអត់ recommend ទេដោយសារនៅពេលដែលយើងដូរជាភាសាអង់គ្លេសទៅគឺបាត់អីវ៉ាន់ធូមួយចំនួនអញ្ចឹងយើងហ៊ានកំងជាភាសាចិនមកមិនបាច់ចេះចិនទេគ្រាន់តែចេះចំណាំទៅបានហើយពេលចូលមកយើងអាចអុសមើលអីវ៉ាន់ណាដែលយើងចង់បានឬក៏អ្នកទាំងអស់គ្នាមានអីវ៉ាន់ណាដែលចង់បានហើយអ្នកទាំងអស់គ្នាអាចចុចរូបកាមេរ៉ានេះហើយ scan រូបអីវ៉ាន់ហ្នឹងបន្ទាប់មកយើងអុសមើលមួយណាដែលយើងចង់បានអាចប្រៀបធៀបតម្លៃគ្នាឬក៏ចំនួនអ្នកទិញយើងចង់បានអីវ៉ាន់មួយណាយើងចុចនៅលើរូបហ្នឹងមកបន្ទាប់មកយើងអុសចុះក្រោមទៅមើល review នៅក្នុង review ហ្នឹងដែរនឹងមានរូបពីអ្នកដែលគាត់ធ្លាប់ទិញហើយពីហាងហ្នឹងហើយគាត់ពាក់ហើយគាត់ផុសចឹងណានៅក្នុងហ្នឹងយើងអាចមើលសាច់កណាត់ឬក៏ mode ថ្នេរអីជាដើមហើយបើអក្សរនេះគឺយើងអាច screenshot ដើម្បីយកទៅ paste នៅក្នុង Google Translate ក៏បានដែរបើពេញចិត្តអីអស់ហើយអ្នកទាំងអស់គ្នាអាចចុចពណ៌លឿងនៅក្រោមនេះដែលមានន័យថាដាក់ចូលកត្រកឬក៏ពណ៌ទឹកក្រូចសម្រាប់ទិញគិតលុយឥឡូវអញ្ចឹងយើងចុចពណ៌លឿងសិតមកដើម្បីរើសពណ៌រើសសាយហើយនឹងចុចដាក់ចូលកត្រកសិននៅពេលដែលយើងដាក់អីវ៉ាន់ដែលយើងចង់ទិញចូលកត្រកអស់ហើយចាំចុចចូលទៅក្នុងកត្រកហើយ select អីវ៉ាន់ណាដែលយើងត្រូវទិញហើយចុចគិតលុយសរុបដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសហ្នឹងណាអ្នកទាំងអស់គ្នាអស់ទៅក្រោមហើយចុច add card មកកន្លែងហ្នឹងយើងត្រូវពេញតែម្ដងឯងកំងលើក្រោយគឺវានៅជាប់នៅនឹងស្រាប់ហ្មងនៅកន្លែងនេះអ្នកទាំងអស់គ្នាមើលតាមកាត Visa យើងមកហើយបំពេញតាមហ្នឹងឬក៏អ្នកទាំងអស់គ្នាចង់ប្រើជាមួយនឹង Canada Virtual Card ក៏បានដែរបញ្ចុះតម្លៃដូចគ្នាឬក៏យើងចង់ចូល app ធនាគារ Canada Copy Paste ហ្មងក៏បានដែរនៅកន្លែងនេះយើងបំពេញលេខកាតឈ្មោះតកលថ្ងៃការផុតកំណត់ជាមួយនឹងលេខកូដ3ខ្ទង់នៅខាងក្រោយកាតតែប៉ុណ្នេះហាអ្នកទាំងអស់គ្នាទទួលបានការបញ្ចុះតម្លៃ$2ភ្លាមហ្មងរាល់ការចំណាយចាប់ពី$15ឡើងទៅហើយកាន់តែពិសេសទៀតណាការបញ្ចុះតម្លៃនេះនឹងផ្ដល់ជូនរហូតដល់ទៅ3ដងក្នុងមួយថ្ងៃអញ្ចឹងយើងអាចគុំអីវ៉ាន់គ្រប់$5-10យើងគិតលុយម្ដងចឹងមួយថ្ងៃចំណេញរហូតដល់ទៅ$6ដែលគ្រាន់តែកំងអីវ៉ាន់ដែលយើងគុំតែត្រូវកំងដដែលទេកាត់លុយអីខ្លួនឯងនិយាយទៅមានតែ Visa Card មួយគឺផ្ដល់ភាពងាយស្រួលមែនតើដល់អតិថិជនក្នុងការទូទាត់ប្រាក់ជាប្រចាំថ្ងៃមិនថានៅក្នុងស្រុកឬក៏ក្រៅប្រទេសគឺមានសុវត្ថិភាពខ្ពស់ជាពិសេសការផ្ដល់ជូននេះគឺមានតែសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជាយើងឯងហើយនឹងផុតកំណត់នៅថ្ងៃទី30ខែវិច្ឆិកា2025ចឹងត្រូវកំងអីកំងឲ្យហើយអត់ទាន់មាន promotion ពិសេសតែច្រើនចំណេញច្រើនជាមួយនឹងបាន Visa Canada សម្រាប់ព័ត៌មានបន្ថែមអាចតាក់ទងទៅ Facebook page របស់ធនាគារ Canada ផ្ទាល់ក៏បានដែរបាយបាយ